Hello，大家好，我是陈月清，欢迎来到我们学习中文的频道ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់មេរៀនថ្មីនៅក្នុង Channel Learn Chinese ខ្មែរដែលជា Channel ចែករំលែកនៅការរៀនភាសាចិនសម្រាប់មេរៀននៅក្នុងថ្ងៃនេះលោកស្រីមានជា23ឃ្លាងាយៗនៅក្នុងភាសាចិនសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែចាប់ផ្ដើមរៀនភាសាចិនហើយចង់ឆាប់ចេះនិយាយភាសាចិនបានលឿនអញ្ចឹងអាចរៀននៅឃ្លាទាំងអស់ហ្នឹងបានចំពោះវីដេអូមេរៀននេះផងដែរបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច Like ក៏ដូចជា Share និង Subscribe ម្នាក់មួយផងណាឥឡូវយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាដែលឃ្លាទី1យើងអានថា我爱你我爱你បកប្រែថាខ្ញុំស្រឡាញ់អ្នកឃ្លាទី2យើងអានថា我喜欢你我喜欢你បកប្រែថាខ្ញុំចូលចិត្តអ្នកហើយអត្ថន័យមួយទៀតនៅក្នុងន័យស្នេហា我喜欢你ក៏អាចមានន័យថាខ្ញុំស្រឡាញ់អ្នកដែរដែលឃ្លាហ្នឹងភាគច្រើនគឺយើងនិយាយសារភាពទៅកាន់នរណាម្នាក់ឃ្លាទី3យើងអានថា我需要你我需要你បកប្រែថាខ្ញុំត្រូវការអ្នក我គឺខ្ញុំ需要ត្រូវការ你អ្នកអញ្ចឹង我需要你បកប្រែថាខ្ញុំត្រូវការអ្នកចំពោះឃ្លាទី4យើងអានថា我没事我没事បកប្រែថាខ្ញុំមិនអីទេចំពោះឃ្លាទី5យើងអានថា有空吗有空吗បកប្រែថាមានពេលទំនេរទេឬក៏ទំនេរទេបើសិនជាអ្នកទាំងអស់គ្នាចង់សួរគេថាតើអ្នកមានពេលទំនេរទេជាភាសាចិនអ្នកទាំងអស់គ្នាគ្រាន់តែថែមពាក្យនីពីមុខទៅឧទាហរណ៍គឺនី有空吗នី有空吗ឃ្លាហ្នឹងគឺមានន័យថាតើអ្នកមានពេលទំនេរទេឃ្លាទី6យើងអានថា很简单很简单បកប្រែថាងាយណាស់ឬក៏ងាយស្រួលណាស់យើងចង់សំដៅលើអ្វីមួយដែលយើងគិតថាវាងាយស្រួលក្នុងការធ្វើយើងអាចនិយាយថា很简单ឃ្លាទី7យើងអានថា起床了起床了起床了ក្រោកពីគេងហើយចំពោះឃ្លាទី8យើងអានថានីចិនប៉ាំងនីចិនប៉ាំងបកប្រែថាអ្នកពូកែណាស់គឺជាការសរសើរពីណាគេមួយដែលគាត់ធ្វើបានល្អចឹងអ្នកទាំងអស់គ្នាអាចសរសើរគាត់ថានីចិនប៉ាំងដែលបកប្រែថាអ្នកពូកែណាស់ឬក៏ពូកែមែនចំពោះឃ្លាទី9យើងអានថាពាតានស៊ីនពាតានស៊ីនបកប្រែថាកុំព្រួយឬក៏កុំបារម្ភអីឃ្លាទី10យើងអានថាធីងនីតធីងនីតធីងនីតបកប្រែថាស្រេចលើអ្នកឬក៏សម្រេចចិត្តទៅលើអ្នកចុះឬក៏ស្រេចតែអ្នកចុះចង់មានន័យថាអញ្ចឹងណាឃ្លាទី11我很忙我很忙បកប្រែថាខ្ញុំរវល់ណាស់ឃ្លាទី12你真好你真好你真好អ្នកល្អណាស់ចូលទៅកាន់ឃ្លាទី13ឃ្លាទី13យើងអានថាចិនតើម៉ាចិនតើម៉ាបកប្រែថាពិតមែនឬឃ្លាទី14យើងអានថាតឹងអ៊ីសាតឹងអ៊ីសាតឹងអ៊ីសាចាំមួយផ្លែតឬក៏ចាំបន្តិចដើម្បីកុំឲ្យគេចាំយើងយូរយើងអាចប្រាប់ទៅកាន់គេថាតឹងវ៉អ៊ីសាចាំខ្ញុំមួយផ្លែតឬក៏ចាំខ្ញុំបន្តិចឃ្លាទី15ខ្វាយតានខ្វាយតានបកប្រែថាឲ្យលឿនឡើងឬក៏ប្រញាប់ឡើងឃ្លាទី16យើងអានថានីចាយកាន់ម៉ានីចាយកាន់ម៉ាតើអ្នកកំពុងធ្វើអ្វីឬក៏តើអ្នកកំពុងធ្វើអីឃ្លាទី17នីម៉ាងម៉ានីម៉ាងម៉ាតើអ្នករវល់ទេចំពោះឃ្លាទី18យើងអានថាស៊ីហ៊ាន់ម៉ាស៊ីហ៊ាន់ម៉ាចូលចិត្តទេបើសិនជាយើងចង់សួរគេថាតើអ្នកចូលចិត្តទេយើងអាច
ថែមនេះពីមុខទៅតើអ្នកចូលចិត្តទេភាសាចិននិយាយថានេះស៊ីហ៊ន់ម៉ានេះស៊ីហ៊ន់ម៉ាឃ្លាទី19យើងអានថាចោបចោបតោះទៅឃ្លាទី20យើងអានថាពូចាយហ៊ូពូចាយហ៊ូដែលបកថាមិនខ្វល់ឬក៏អត់ខ្វល់ដែលអង់គ្លេសយើងនិយាយថា don't care ហ្នឹងណាហើយបើសិនជាយើងចង់និយាយថាខ្ញុំអត់ខ្វល់នៅក្នុងភាសាចិនយើងអាចនិយាយថា我不在乎我不在乎មានន័យថាខ្ញុំអត់ខ្វល់ឃ្លាទី21យើងអានថា你累吗你累吗你累吗តើអ្នកហត់ទេឃ្លាទី22យើងអានថា我的错我的错បកប្រែថាកំហុសខ្ញុំបន្ទាប់ពី water chalk កំហុសខ្ញុំហើយយើងចូលទៅកាន់ឃ្លាចុងក្រោយដែលជាឃ្លាទី23នៃមេរៀនរបស់យើងនៅក្នុងថ្ងៃនេះយើងអានថា原谅我好吗原谅我好吗បកប្រែថាអភ័យទោសឲ្យខ្ញុំល្អទេដែលយើងចង់ឲ្យនរណាម្នាក់លើកទោសឲ្យយើងគឺយើងអាចនិយាយឃ្លានឹងបាន原谅我好吗ជាទូទៅភាគច្រើននៅក្នុងភាសាចិនគឺតែងតែមានភ្ជាប់ជាមួយពាក្យថាហៅម៉ាអញ្ចឹងហៅម៉ាហ្នឹងបើបកន័យត្រង់គឺល្អទេប៉ុន្តែនៅក្នុងប្រយោគឬក៏ឃ្លាអ្នកទាំងអស់គ្នាអាចបកថាបានទេក៏បានដែរជាឧទាហរណ៍ដូចជាប្រយោគហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចនិយាយថា原谅我好吗តើអាចអភ័យទោសឲ្យខ្ញុំបានទេអូខេសម្រាប់មេរៀនរបស់យើងនៅក្នុងថ្ងៃនេះគឺបានចប់តែត្រឹមហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅមេរៀននេះកុំភ្លេចចុច like ផងណាដើម្បីឡាស៊ឺចេញវីដេអូមេរៀនអញ្ចឹងឲ្យបានច្រើនហើយអរគុណសម្រាប់ការតាមដានមេរៀននេះតាំងពីដើមរហូតដល់ចប់